គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបកាលពីម្សិលមិញក៏បានទទួលនៅសម្ភារៈសម្រាប់ដំណើរការបោះឆ្នោតពីសហភាពអឺរ៉ុបនោះគឺកុំព្យូទ័រចំនួន2400គ្រឿងដើម្បីប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតជាផ្លូវការទូទាំងប្រទេសតាមប្រកតិននៃការចុះឈ្មោះបោះឆ្នោតតាមការគ្រោងទុកនៅក្នុងពេលខាងមុខនេះហើយជាមួយគ្នានោះផងដែរកោជបក៏មិនទាន់បានទទួលសំណើពីគណៈបកសង្គ្រោះជាតិករណីចុះឈ្មោះបោះឆ្នោតពលករថ្ងៃបុណ្យភ្ជុំបិណ្ឌតែនឹងពិចារណាលោកហងពុធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថាកោជបមិនទាន់បានទទួលសំណើពីគណៈបកសង្គ្រោះជាតិអំពីការចុះឈ្មោះបោះឆ្នោតកម្មករនិងពលករខ្មែរចំណាក់ស្រុកមកពីក្រៅប្រទេសនាថ្ងៃបុណ្យភ្ជុំបិណ្ឌនៅឡើយទេគ្រាន់តែទទួលបានព័ត៌មានហើយនឹងពិចារណាចំពោះសំណើសុំនេះនៅថ្ងៃទី2ខែសីហាគណៈបកសង្គ្រោះជាតិបានផ្ញើលិខិតមួយច្បាប់ទៅកោជបដើម្បីស្នើសុំពិនិត្យលទ្ធភាពឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីបង្កលក្ខណៈងាយស្រួលអាចឲ្យពួកគេចុះឈ្មោះបោះឆ្នោតបានតាមទីកន្លែងដែលសម័យខ្លួនមានបំណងទៅចុះឈ្មោះលោកហងពុធាបានថ្លែងកាលពីម្សិលមិញថាយ៉ាងដូចនេះកោជបបានទទួលព័ត៌មាននឹងហើយណាទទួលជាព័ត៌មានទេហើយកោជបកំពុងតែពិនិត្យលទ្ធភាពដើម្បីសម្រេចទៅលើអនុសាសន៍ហ្នឹងណាបាទតែការសម្រេចយ៉ាងណានោះគឺពុំទាន់មានចម្លើយនៅឡើយទេបាទអ្នកនាំពាក្យកោជបរូបនេះបានកំពុងពិចារណាលើលទ្ធភាពធំពីរទី1ពាក់ព័ន្ធមន្ត្រីចុះឈ្មោះបោះឆ្នោតធ្វើការ90ថ្ងៃអត់មានពេលវេលាឈប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទេហើយក្នុងរយៈពេលនេះពួកគេមានឱកាសឈប់តែ3ថ្ងៃប៉ុណ្ណោះច្បាប់តម្រូវឲ្យឈប់ដូច្នេះពួកគាត់ត្រូវតែប្រើប្រាស់ឱកាសនេះដើម្បីចូលរួមនៅក្នុងបុណ្យជាតិនិងជួបជុំគ្រួសារទី2បញ្ហាពលករគឺជាធម្មតាចង់ឲ្យពួកគេមានឱកាសចុះឈ្មោះបោះឆ្នោតបានដែរ